បាទស្ដីពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះមកកៅឋានមួយទៀតបាទ10000រៀលបបពីកាត់ត្រីបែបធម្មជាតិហើយនេះត្រីខំបងប្អូនអរគ្នាបាទត្រីគាត់ច្រើនមែនទែនបាទត្រីខំទីលុយបាទអានោះពូប្រកួតត្រីហ្នឹងហ្នឹងហើយពូលេងត្រីខំអញ្ចឹងការប្រកាត់របស់គេមកបែបអ្នកបងប្អូនអរគ្នាបាទខាងគាត់នេះប្រកាត់បែបធម្មជាតិហ្នឹងហើយហើយគាត់ធ្វើតង់អញ្ចឹងទៅដាក់ឈើអញ្ចឹងទៅហើយតមកទៅគាត់ធ្វើទឹកកូនត្រីគាត់ធ្វើទឹកវាចោលទៅទៅដាក់កប៉ៅទៅអីទៅដល់ពេលកូនត្រីបានអាយុប្រហែលជាកន្លះខែគាត់យកចាក់ចូលឲ្យចំណីស៊ីហ្មងហើយនៅតូចយើងឲ្យស៊ីច្រើនតិចចំណីអត់អីទេតែបើយើងធំគឺគាត់ឲ្យស៊ីទេដើម្បីវាស៊ីកប៉ៅគឺអីចឹងឲ្យនៅបែបធម្មជាតិរបស់វាចឹងហើយត្រីវាធំទៅតាមហ្នឹងវាអត់មានបខំច្រើនព្រោះត្រីខាំយើងអាចទុកវាតដល់8 9ខែមិនខាំបានចឹងហ្នឹងហើយ8 9ខែហើយបើយើងបខំបុកចំណីពេកក៏ត្រីនឹងអត់កើតដែរណាវាទុនយើងត្រីវាទុនទាំងចកាទាំងថ្មិញយើងខំចំណៃដូចថាមនុស្សត្រឡោកអញ្ចឹងត្រីវាធំលៀនអញ្ចឹងគាត់ចំបែបធម្មជាតិហ្នឹងបងប្អូននេះហ៎ហ្នឹងហើយនេះហ៎អានេះបាន3ខែត្រីទុកប៉ុណ្្នឹងឡើយនេះត្រីខំវាហ៎បាទទេវារស់បែបធម្មជាតិរបស់វាអត់មានចំណៃអីទេវាធម្មជាតិរបស់វាអញ្ចឹងហ៎អញ្ចឹងវាស៊ីឬក៏ប៉ោកឬចោកដូចជាកំព្រៃអញ្ចឹងបងប្អូនទាំងគ្នាបាទដូចជាកំព្រៃអញ្ចឹងចឹងបងប្អូនអាចសាកបងធ្វើតាមគាត់ទៅបាទបើមានដីធំអញ្ចឹងបងប្អូននេះបាទធ្វើមិនអត់មានកប៉ៅអីច្រើនអញ្ចឹងបងប្អូនតែបើយល់ល្អដាក់សំណាញ់មានសំណាញ់ដាក់សំណាញ់ខ្មៅទៀតអាហ្នឹងកាន់តែល្អសំណាញ់ខ្មៅអញ្ចឹងបងប្អូនហ្នឹងហើយសំណាញ់ខ្មៅអញ្ចឹងមកបាទអានេះការចែករំលែកនៅកឋានមកគេចែកទេសនៃការចិញ្ចឹមខុសគ្នាហើយខ្ញុំចិញ្ចឹមក៏ខុសគេដែរអត់ដូចគ្នាទេបាទអញ្ចឹងត្រីគាត់យកមកខំរឹងស្អីក៏វាបែបធម្មជាតិទេណានេះក៏វាចំទីខំហ៎បាទហ៎ត្រីគេពូហើយត្រីពេលយើងដាក់អញ្ចឹងកម្រងងាប់បងប្អូនអរគ្នាមិនងាយងាប់ទេបាទព្រោះអីទឹកយើងស្អុយអាកប៉ៅវាបឺតជាតិអុយឡើងអញ្ចឹងវាអត់ស្អីខូចខូចទឹកទេកម្រងខូចហ្នឹងហើយទឹកបើថាយកល្អយើងកន្លះខែមួយខែយើងថែមម្ដងមើលវាហួតអស់យើងថែមវាឬក៏បូមទឹកចាស់ដាក់ទឹកថ្មីនេះគាត់ធ្វើទឹកចោលហ៎បងប្អូនបាទហើយគាត់ចិញ្ចឹមទឹកស្អាតផងមិនចិញ្ចឹមទឹកយើងនេះគាត់ចិញ្ចឹមទឹកស្អាតបាទហ្នឹងអូខេចឹងការចែករំលែកគាត់មានខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទនេះបើវាយសាក់របស់បានមើលត្រីខំធ្វើចឹងហ្នឹងអរគុណច្រើនបងប្អូនបាទនេះលឹកចេកគាត់ដាក់ត្រាំធ្វើទឹកយើងក៏ដាក់កប៉ោងអីចូលហើយ